ការបើកដំណើរការការងារថ្មីរបស់សហរដ្ឋអាមេរិកនឹងក្លាយជារបាយការណ៍ដ៏សំខាន់សម្រាប់ថ្ងៃនេះសូមស្វាគមន៍មកកាន់ព័ត៌មានហាងEpic Insights ការសង្ខេបព្រឹត្តិការណ៍ប្រចាំថ្ងៃទី29ខែមេសាឆ្នាំ2025សម្រាប់លុយដុល្លារអាមេរិកបានធ្លាក់ចុះបន្តិចមកក្នុងបរិវេណតម្លៃ 99.200 ដោយសារតែការធ្លាក់ចុះនៃទិន្នផលសញ្ញាបញ្ជារបស់សហរដ្ឋអាមេរិកនិងកិច្ចចរចាពាណិជ្ជកម្មនឹងប្រទេសផ្សេងៗទៀតសម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍បើកដំណើរការការងារថ្មីរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយបន្តិចមកត្រឹម 7.49 លានកន្លែងបើធៀបទៅនឹងទិន្នន័យចាស់គឺ 7.57 លានកន្លែងនិងរបាយការណ៍ទំនុកចិត្តអតិថិជនផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយបន្តិចមកត្រឹម 87.7 បើធៀបទៅនឹងទិន្នន័យចាស់គឺ 92.9 សម្រាប់លុយអឺរ៉ូបានកើនឡើងបន្តិចក្នុងបរិវេណតម្លៃ 1.1425 បន្ទាប់ពីត្រូវបានរំពឹងទុកថាអតិផរណារបស់សហភាពអឺរ៉ុបនឹងមានការធ្លាក់ចុះមករកគោលដៅ 2% នៃការចង់បានរបស់ធនាគារកាណាដារួមផ្សំទៅនឹងការធ្លាក់ចុះនៃលុយដុល្លារអាមេរិកផងដែរសម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍អតិផរណារបស់ប្រទេសអេស្ប៉ាញដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយបន្តិចមកត្រឹម 2% បើធៀបទៅនឹងទិន្នន័យចាស់គឺ 2.3% និងរបាយការណ៍កម្ចីឯកជនប្រចាំឆ្នាំរបស់សហភាពអឺរ៉ុបដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើង 1.6% បើធៀបទៅនឹងទិន្នន័យចាស់គឺ 1.5% ចំណែកលុយផោនបានកើនឡើងដល់បរិវេណតម្លៃ 1.3444 ដោយសារតែការធ្លាក់ចុះនៃលុយដុល្លារអាមេរិកបូកផ្សំទៅនឹងការរឹតបន្តឹងនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកាណាដាចក្រភពអង់គ្លេសសម្រាប់ថ្ងៃនេះយើងនឹងទទួលបានអំពីរបាយការណ៍ការឡើងថ្លៃសន្ទរកថាពីសមាជិកធនាគារកាណាដារបស់ចក្រភពអង់គ្លេសគឺ Ramsdens និងការឡើងថ្លៃសន្ទរកថាពីសំណាក់សមាជិករបស់ធនាគារកាណាដាអូស្ត្រាលីគឺលោក Ken ផងដែរសូមអរគុណសម្រាប់ការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Epic Insights